มจูนเนตีจุมเนื้อนังจีวันจ้าส้มกระดกจุ่มเดือดซัวลูกหูบ้าเดือดซัวจ้าไทยนี่คือเจ็ดไงดอกใบวิชาเดี๋ยวได้ลูกหูกระปงตะเมียนวัดตะเมียนในขนมปลาเวนสลามัชชมจัดสลับแปะเฮาในขนมปลาเวนในอาเกียบตัวแต่มาดองในคอยลูกหูมีกระดาษเทียนมีรูปเทียบเซ็งเซ่เดี๋ยวหายังปีสลับแปะตัดได้กลขมายยืงเฮาในที่นี่คือประดองประดาเราอยู่เซอร์อยู่จนสัปดาห์เดือนสดปีสลับแปะเซ็งเซ่ตามตำรงโบราณนั่งสมัยจ้ะហើយវិលនេះផងដែរនេះខ្ញុំមានកិត្តិយសសូមក្រុមជ័យលោកគ្រូជួយធ្វើការបកស្រាយអំពីពាក្យនៅក្នុងព្រះពុទ្ធសាសនាយើងដែលសំដៅទៅលើមគ្គ4ផល4ចាមគ្គ4ផល4នេះមែនតើនៅក្នុងព្រះពុទ្ធសាសនាគឺតែងតែលើសម្រាប់ពុទ្ធបរិស័ទដែលគាត់បានសិក្សារៀនសូត្រពីធម៌វិន័យផ្សេងៗទាំងប្រសង្ឃទាំងកុហកជាពិសេសគឺថាលោកយាយលោកតាដែលអញ្ជើញទៅធ្វើសិលចាសំសិលនៅវត្តអារាមរៀងរាល់ឱកាសសិលផ្សេងៗហើយនៅតាមបណ្ដាញសង្គមក៏នាងខ្ញុំធ្លាប់បានលើការដេញដោលជជែកសួរនាំឆ្លើយឆ្លងចោតសួរនិងបកស្រាយត្រឡប់មកវិញអំពីរវាងព្រះសង្ឃនិងព្រះសង្ឃកុហកនិងកុហកហើយជាពិសេសគឺថាអ្នកដែលកាន់ព្រះពុទ្ធសាសនានឹងតែម្ដងគាត់យល់ថាមគ្គ4ផល4មគ្គ4ផល4ប៉ុន្តែនិយមន័យពិតប្រាកដឬមួយក៏ការបកស្រាយឲ្យទលំទលាយនៃពាក្យនេះថាតើយ៉ាងណានោះខ្ញុំមិនដឹងថាតើពុទ្ធបរិស័ទក៏ដូចជាលោកយាយលោកតាអ្នកដែលកាន់ពុទ្ធសាសនាជាសាសនិកហ្នឹងគាត់មានការយល់ឃើញយ៉ាងណាទេពេលនេះនេះខ្ញុំចង់ឲ្យលោកគ្រូជួយធ្វើការបកស្រាយទៅមើលថាតើមគ្គ4ផល4នេះបាននិយមន័យយ៉ាងដូចម្ដេចហើយលោកគ្រូមានការបកស្រាយយ៉ាងណាដែរទៅនឹងមគ្គ4ផល4ហ្នឹងសូមគោរពអញ្ជើញលោកគ្រូចា៎បានអរគុណត្រង់មគ្គ4ផល4ខ្ញុំបានលើកដែរបានលើកហោហើយរហូតមកប៉ុន្តែដល់ឥឡូវនេះឃើញគេចោទសួរគ្នាទៅវិញទៅមកនៅក្នុងបណ្ដាញសង្គម Facebook នោះលើកសូមមគ្គ4ផល4ដែរអញ្ចឹងដល់ថ្ងៃនេះអារ៉ាន់បានតែពិធីការនេះអ្នកដើមសួរចឹងហើយមានវិចារតែម្ដងទៅអញ្ចឹងមគ្គ4ផល4នោះមាននៅក្នុងព្រះនិព្វានរបស់ព្រះពុទ្ធព្រះនិព្វានរបស់ព្រះអង្គធម្មគរាជព្រះនិព្វានរបស់ព្រះអង្គម្ចាស់ព្រះចអាមតីរាជអញ្ចឹងមគ្គ4ផល4ហ្នឹងថាឡើងទៅតាមសោតាបត្តមគ្គសោតាបត្តផលនិព្វានបានសក្តិគាមិមគ្គសក្តិគាមិផល4បានអនាគាមិមគ្គអនាគាមិផល6អរហត្តមគ្គអរហត្តផល8ចឹងបានឡើងមកថ្នាក់ទៀតបានចូលដល់ព្រះនិព្វានអញ្ចឹងក្នុងនោះសំដៅយកព្រះនិព្វានរាជចាដល់ព្រះនិព្វានរាជអញ្ចឹងខ្ញុំសរសេរពីមគ្គ4ផល4នឹងតែម្ដងទៅថានេះសោតាបត្តមគ្គសក្តិគាមិមគ្គអនាគាមិមគ្គអរហត្តមគ្គហើយបានឡើងទៅដល់ព្រះនិព្វាននេះបានឡើងទៅដល់ព្រះនិព្វានមានន័យថាមានទាំងមគ្គ4ផល4ហ្នឹងហើយបានចូលដល់ព្រះនិព្វានអញ្ចឹងឯងលោកគ្រូបានដល់ព្រះនិព្វានសំដៅយកព្រះនិព្វានរាជរបស់ព្រះអង្គព្រះចអាមតីរាជលុះត្រាតែទទួលបានសម្បត្តិព្រះចអាមតីរាជបានរែងឃើញរែងព្រះនិព្វានរាជនឹងបានអញ្ចឹងព្រះនិព្វានរាជបានឡើងដល់ឋានព្រះនិព្វានរាជបានឡើងតាមវិជារបស់ព្រះចអាមតីរាជមុននឹងថាយល់នៃពាក្យសោតាបត្តមគ្គសក្តិគាមិមគ្គអនាគាមិមគ្គអរហត្តមគ្គត្រូវឲ្យដឹងពីថាព្រះចអាមតីជាមុនសិនថាម៉េចបានព្រះចអាមតីរកឃើញព្រះចអាមតីរកឃើញគឺថាឡើងទៅតាមព្រះនិព្វានរបស់ព្រះពុទ្ធព្រះអង្គប្រោសព្រះនិព្វានដោយព្រះអង្គមានពុទ្ធកាថាចង់បាននិព្វានបិទភ្នែកឬនិព្វានបើកភ្នែកហើយត្រង់ហ្នឹងអញ្ចឹងបើបាននិព្វានហើយបិទភ្នែកមើលអីឃើញមានអីសុបាយបាននិព្វានសុបាយហើយដល់បិទភ្នែកព្រះពុទ្ធនិមន្តមកប្រោសព្រះនិព្វានមកហើយព្រះអង្គពេញភ្នែកនៅលើអាកាសមើលទៅនៅក្នុងផ្ទះខ្ញុំមើលទៅឃើញព្រះអង្គនៅលើព្រះអង្គ
bênนั้นbênนั้นông bắt bắt nệ ôi ông tha trong ban là phiên bật nệ cho nên phiên bật nệ rồi bơ bật nệ trong ban ấy sầm bài ban phiên sầm bài à tôi chẳng tu xoay của ông liền một nhưng mà cái nát trong ban là phiên bật nệ còn tha ban phiên bật nệ ban phiên nữa tầm mò chẳng ban hỏi thà là phiên được sống rút bật thàn chẳng dương thử đã sầm đai bị chia và tranh để bị chia bị kháng không mất ban cái đăng thả dương ban nền miền trăm tí thà Pria sẽ am tây là pria mùi họ là xe mùi đây là mùi này mùi đỏ rô nó mình rõ từ so mùi tỏ mê tray nhưng mùi đó Pria am tây nứng Pria am tây riết những lô ta tại ban ảo vốt là khăn riêng chắc là ban ảo vốt và khăn riêng ban miên và thô pro ban và thô tranh và tha tấm là Pria am tây ọt miên riêng ọt miên ảo vốt và khăn bích cái Pria am tây riêng thế ọt miên chành ấy bò tê ọt miên chành và thô tê chẳng lô ta tại ban tổ tu ảo vốt và khăn bích cái Pria am tây riêng hỏi vút và khăn với cái press arm tây riêng trong bot bằng ớt ở bot ông và tiết bạn ban và ông tê vút và khăn với cái press arm tây riêng đang một ban và ta khăn vì ta bot bằng ớt bot ông ọt này ọt nhưng anh pro phải chỉ tiên rồi một ban này sẽ bập bỏ vào thò chẳng chập thì phải bị pre mỏ pre nó cứ thọ buôn đẳng nặng bàn lang tạo đo pre chẳng cả nạ thì môi u ba sọ thì pi địa sẽ trăng thì bay tạo bo thì buôn pra yoki lang tạo đo pra yoki đắng đọc pi năm hỏi buôn cả nạ tăng samadhi chấm nôn bay tiên thì mỗi samadhi vipassana tam than thì pi samadhi vipassana thủ địa thì bay samadhi vipassana nhiên bàn lang tạo đó chấm nạ thả pria lang tạo đó chấm nạ pria hỏi bán pria việc chóm oi tạo tua vút và khăn riêng nhỏ hắn thực bài cầm than và hắn chăm miên cha thôi nhưng ở vô lòng phi pria sân pria nó buồn cả nặng năng bản lang của đọc pria đọc xây nó cứ xây pư miên pư cua đúng chưa nào cua chắc sao ba xây nó xây pư nó sầm rua vì cha oi là o miên cha snap bán là tha miền chia pet khởi pet đó cái đạ đây miền hùng miền cày tật miền pu ở đây mưa bò đây cày tật hàng chẳng là ta lép năm pet là khâu hắn lắp được pu chắc chẳng ra sẽ am tây đi nó miền bị chia cua bị chia pet chia ba đó nó bài trên nhiệt bay chá phò nghề chá bất kỳ chá chá nhạc đập nôm vô cầm thi bông nó không phật sát na nó không sát na press am tây riêng thì cái miền này chẳng thử ta miền ca che đắng đập nôm đó là thom mi cha chỉ khu samadhi nhạc bằng hát bằng viên người chia samadhi on miền ca che đắng tha samadhi cái miền buôn thản nạ ba sọ thản nạ là sẽ trắng thản nạ thả bó thản nạ ra dù kỳ chẳng thưa đôi nách ban hai tới chiến ba sọ giờ thưa đôi nách ban tới chiến nhẹ sẽ trắng tăng samadhi không đúng rồi ban hai nhẹ sẽ trắng rồi ban mà tạo bó trên trồng crom miên kho sâu trồng crom bất khang thiên năng sập pe sata với hòn tội form nhang thiên năng sập pe sata với hòn tội song khang thiên năng sập pe sata với hòn tội hắn tạo bó rồi đó bạn đó là mò đây Yoki chụp con dùng sống nghiêm cha phân năng cho của ở đây cha thò bị cha mà làm mà đó bất khi cha cũng kiến nhận chơi bất tập kia nhá ra nâng lời đấy cả đọc lời của Phật sát na ra
ព្រឹទ្ធាចារ្យទីព្រឹទ្ធាចារ្យគឺជាអ្នកចេះអ្នកចារ្យអ្នកនិពន្ធចឹងអ្នកចារ្យអ្នកនិពន្ធបានហ្នឹងហើយហៅថាព្រឹទ្ធាចារ្យប៉ុន្តែសម័យឥឡូវនេះច្រើនហៅថាសាស្ត្រាចារ្យបាននៅក្នុងសាលាទេបានលោកគ្រូអ្នកគ្រូថ្នាក់អរិញឧត្តមភាពបញ្ញាបត្រអនុនិតហ្នឹងហៅសាស្ត្រាចារ្យប៉ុន្តែដល់ព្រឹទ្ធាចារ្យហ្នឹងព្រឹទ្ធាចារ្យនៅក្នុងពុទ្ធសាសនាហូបគាត់ចេះនិពន្ធផ្នែកខាងពធមានជាច្រើនណាបាទអញ្ចឹងចូលមកដល់រនោះគឺរៈហ្នឹងគឺសមាធិវិបស្សនាទុរៈដូចនេះតែមានសមាធិវិបស្សនាទុរៈត្រូវតែមានសមាធិវិបស្សនាសមថកម្មឋានមុនរួចហើយបានសមាធិវិបស្សនាទុរៈបានទៅសមាធិវិបស្សនាញាណយ៉ាង3បណ្ណាព្រះដាក់តារៈមួយហ្នឹងរមួយហ្នឹងទៅឲ្យយើងយល់ឲ្យដល់ជើងសហ្នឹងជើងសេះអញ្ចឹងឃើញគ្រាន់ឃើញតែជើងសេះអញ្ចឹងឡើងពីជើងមកមានតាំងពីខ្លួនតាំងពីក្បាលតាំងពីកតុយតាំងពីអីទាំងអស់តែមកហ្នឹងមានន័យថាមានវិជាសត្វអញ្ចឹងដាក់តែសត្វសេះមួយទេមានវិជាសត្វរាជសីសត្វព្រះខ្លាទំពំពេជ្រកៅចក្ររៀមរាជព្រះពេជ្រមនោម័យចក្ររាជអីដល់ណាដល់ហ្នឹងមានតាំងពីព្រះខ្លាទំពំពេជ្រកៅចក្ររៀមរាជព្រះសម្បលីគ្រប់ប្រចក្ររៀមរាជអញ្ចឹងវាមានច្រើនអញ្ចឹងព្រះដាក់តាជើងសមួយមកតែចេះបានសម្ញាច់យល់ដឹងបានត្រាំពីនោះបានយល់ដឹងដល់មេត្រីមេមួយត្រីមួយត្រីមេណាព្រះសិអាមត្រីមានជាត្រីមេត្រីត្រីមេអញ្ចឹងមេត្រីត្រីពងផ្លែតរកពងពេញបឹងពេញស្ទឹងពេញទន្លេព្រះស្អាមត្រីរាជទូអង្គព្រះស្អាមត្រីរាជលោកចាស់ណាដែលថាជាទូអង្គព្រះស្អាមត្រីរាជត្រូវបង្កើតបុតឲ្យបានដល់ 50000 អង្គនោះព្រះស្អាមត្រីបើធម្មមុខរាជ 30000 អង្គព្រះស្អាមត្រីរាជ 50000 អង្គត្រូវបង្កើតបុតមកថាត្រូវបង្កើតបុតហ្នឹងព្រោះទូអង្គព្រះស្អាមត្រីរាជជាទូអ្នកមានបុណ្យអ្នកបញ្ញាអ្នកមានវិជ្ជាល្អខំពោះចំណាត់ថ្នាក់លេខ1ពិភពលោកអញ្ចឹងត្រូវតែបង្កើតបុតហ្នឹងជាពូជអ្នកចេះអ្នកបញ្ញាអ្នកមានវិជ្ជាអ្នកល្អត្រង់ត្រឹមត្រូវអ្នកតាន់ក្រមសិលធម៌ត្រីសាលបែងបរិយស្នាមមានអភិង្គឆាអីមិនបិទប៉ះពាល់មិននិយាយលេងតក់លេងលោះអត់ប្រយោជន៍ឯណាណីទេចា៎អាណាច្បាស់ជាមនុស្សច្បាស់ការងារល្អខ្លាំងណាស់បានបានដល់រាជហ្នឹងអាវុធប្រកាន់រាជដូចនេះតែមានប្រកាន់ពេជ្រកៅព្រះស្អាមត្រីរាជត្រូវតែមាន5 ពត់ពេជ្រកៅព្រះស្អាមត្រីរាជតែមាន5 ពត់ពេជ្រកៅព្រះស្អាមត្រីរាជត្រូវតែមានព្រះបល្ល័ង្កពេជ្រកៅព្រះស្អាមត្រីរាជតែមានព្រះបល្ល័ង្កពេជ្រកៅព្រះស្អាមត្រីរាជត្រូវតែមានបញ្ចពររាំងសីព្រះស្អាមត្រីរាជតែមានបញ្ចពររាំងសីព្រះស្អាមត្រីរាជត្រូវតែមានចក្ខុពេជ្រកៅព្រះស្អាមត្រីរាជ5មកព្រះស្អាមត្រីរាជហ្នឹងមិនធម្មតាទេហើយអ្នកដែលបានទទួលអាវុធប្រកាន់រាជហ្នឹងបុត្ររបស់ព្រះអង្គព្រះវិស្យនុអយខតិឬព្រះបរមរាជព្រះអង្គពុទ្ធយោព្រះស្អាមត្រីមេកាយោក៏តែព្រាមរបស់ព្រះអង្គព្រះវិស្យនុអយខតិចឹងប្រកាន់ពេជ្រកៅព្រះស្អាមត្រីរាជហ្នឹងបានដល់ព្រះអង្គព្រះស្អាមត្រីរាជបានមានចឹងឲ្យយល់ន័យអំពីថាពាក្យថាព្រះស្អាមត្រីរាជហើយបានខ្ញុំយកមកប្រើអំពីថាសោតាបញ្ញាសិនសោតាបញ្ញាប្រែបែរចេញ3សោតា1បដិ1មគ្គ1ចឹងសោតាបញ្ញាប្រែពីមគ្គទៅមុនមគ្គនោះវាមាន2មគ្គម៉ូនិងកោជើងកោអាហ្នឹងមគ្គនៅក្នុងព្រះនិព្វានមគ្គមួយទៀតមគ្គម៉ូនិងកោជើងកោមគ្គនៅក្នុងចតុរារិយសច្ចចឹងមគ្គហ្នឹងរកឃើញមគ្គបានចឹងការរកឃើញមគ្គបានហ្នឹងបានមកពីការបំពេញបុណ្យ3បានសម្រេចទាំង3ទី1គឺទានទី2សិលទី3សមាធិចឹងនៅក្នុងទានហ្នឹងគឺជាបុណ្យ
រាប់យកបន3មកមានវិចារទី1បនសង្ឃទានទី2បនកឋិនទានទី3បនចតុបច្ច័យទានឬបនបច្ច័យ4នោះបនមានច្រើនតែលើកយកតែបន3មកមានវិចារទាននឹងតែបំបាច់ចេញជា3ទៅទៀតទានបារមី30បណ្ណោសភគវិទានឧបបារមី30បណ្ណោសភគវិទានបរមត្តបារមី30បណ្ណោសភគវិទៀតទានបានសម្រេចសិលបានសម្រេចសមាធិបានសម្រេចបានទាំង3ហ្នឹងបានញាក់មួយហ្នឹងបានញាក់ហើយបានញាក់ហើយឥឡូវចូលមកដល់បដិនេះគឺបដិសង្ខារយោនសោព្រះជ័យវររាជចឹងនៅក្នុងបដិនឹងបដិសង្ខារហ្នឹងបដិសង្ខារហ្នឹងសូត្រថាព្រះកឋិនរាជបដិសង្ខារយោនសោព្រះជ័យវររាជសពុទ្ធបិណ្ឌសពុទ្ធធ្លាក់ឲ្យរាជប្រម៉ែរាជនីសុចតាទេវីម្ចាស់បញ្ចបិកាយសោធមរៈព្រះមហាសតីព្រះសិអាមតីរាជសពុទ្ធបិណ្ឌពុទ្ធធ្លាក់ឲ្យរាជព្រះរាជាព្រះអង្គម្ចាស់បិកាយមនីរង្សីព្រះសិអាមតីរាជអ្នកកាន់ពាក្យសច្ចៈទោះសបិកាយរាជធម៌ព្រះមហាក្សត្រអ្នកមានបុណ្យសោយរាជគ្រប់គ្រងព្រះរាជាណាចក្រគ្រប់គ្រងពិភពលោកបដិសេវាមិនោះត្រង់បដិហ្នឹងណាបដិសេវាមិយេវៈទេវៈសីតាសៈបដិខេតាយៈឧនហាសៈបដិខេតាយៈទាំងសិមេកសៈបដិទាំងសិមេកសៈវាតាតបសរិសបសម្ពោសានੰបដិខេតាយៈយេវៈទេវៈហេរិកោបិណោបដិឆាតនថੰយ៉ាងបានមកតពានិបានិមានិព្រះជ័យវររាជពុទ្ធក្បិនពុទ្ធស្លៀកអាវរាជប្រម៉ែរាជនីសុចតាទេវីបញ្ចបិកាយសោធមរៈព្រះមហាសតីព្រះសិអាមតីរាជពុទ្ធក្បិនពុទ្ធស្លៀកអាវរាជព្រះរាជាព្រះអង្គម្ចាស់បិកាយមនីរង្សីព្រះសិអាមតីរាជអ្នកកាន់ពាក្យសច្ចៈទោសបិកាយរាជធម៌ព្រះមហាក្សត្រអ្នកមានបុណ្យសោយរាជគ្រប់គ្រងព្រះរាជាណាចក្រគ្រប់គ្រងពិភពលោកនេះអតិកុឆានិយានេះអ៊ីម៉ាំពុទ្ធិកញ្ញាបស្វាទេវយៈពុឆានិយានេះព្រះរាជាចន្ទិយថាបច្ចយ៉ាងប្រវត្តិមានជាតមតមេវេតាំងយតិទាំងព្រះជ័យវររាជសពុទ្ធក្បិនពុទ្ធស្លៀកអាវរាជប្រម៉ែរាជនីសុចតាទេវីម្ចាស់បញ្ចបិកាយសោធមរៈព្រះមហាសត្រីព្រះសិអាមតីរាជពុទ្ធក្បិនពុទ្ធស្លៀកអាវរាជព្រះរាជាព្រះអង្គម្ចាស់បិកាយមនីរង្សីព្រះសិអាមតីរាជអ្នកកាន់ពាក្យសច្ចៈទោះបិកាយរាជធម៌ព្រះមហាក្សត្រអ្នកមានបុណ្យសោយរាជគ្រប់គ្រងព្រះរាជាណាចក្រគ្រប់គ្រងពិភពលោកតពុពុញ្ញកោចពុកលោធានមតកោសត្វអោននិស្ស័តសីហារាជនិជីវោសញ្ញោអាចារ្យមនីអបច្ចវេខេតស្វាយ៉ាងព្រះជ័យវររាជសពុទ្ធក្បិនពុទ្ធស្លៀកអាវរាជប្រម៉ែរាជនីសុចតាទេវីម្ចាស់បញ្ចបិកាយសោធមរៈព្រះមហាសតីព្រះសិអាមតីរាជសពុទ្ធក្បិនពុទ្ធស្លៀកអាវរាជព្រះរាជាព្រះអង្គម្ចាស់បិកាយមនីរង្សីព្រះសិអាមតីរាជអ្នកកាន់ពាក្យសច្ចៈទោសបិកាយរាជធម៌ព្រះមហាក្សត្រអ្នកមានបុណ្យសោយរាជគ្រប់គ្រងព្រះរាជាណាចក្រគ្រប់គ្រងពិភពលោកបរិពុទ្ធតាំងយេវៈទេវៈសីតាសៈបដិខេតាយៈឧនហាសៈបដិខេតាយៈយ៉ាងសិមេកសវតតបសរិសបសម្ពោសានੰបដិខេតាយៈយេវៈទេវៈហេតុកោបិណោបដិឆាតនថੰទាំងអស់16បដិសង្ខារយោនសោធម៌ស្វាត់ជាយឬបដិព្រះថាដាក់ថាបដិហ្នឹង16ប៉ុន្តែសូមមានវិចារប៉ុណ្ណឹងចោះកាត់ប៉ុណ្ណឹងចោះបណ្ដោះឲ្យយល់ដឹងពីថាបដិបានមកដល់សោតាហ្នឹងគឺសោតាញាណសោតមួយតាមួយសោតហ្នឹងគឺតិចដល់ព្រះយោគីហៅថាព្រះកាឬព្រះអង្គចាស់ព្រះសិអាមតីរាជហ្នឹងថាគឺជាព្រះកាដល់ពាក្យភាសាខ្មែរយើងវិញថាត្រជាអាហ្នឹងសោតាសោតដល់តាហ្នឹងត្រជារបស់តាហ្នឹងវាមាន4ឋានៈទី1តាឧបាសកទី2តាអ្នកសច្ចੰទី3តាបោះទី4តាព្រះយោគីហើយតានឹងទៀតមានប្រពន្ធមានកូនមានចៅរាប់យកចៅឲ្យបានគ្រប់ចំនួន3ទៅទៀតចៅលើសពី3នឹងទៀតប៉ុន្តែគេថាតិចណាស់ក៏ចៅមានចំនួន3ទៅទៀតបានហៅថាតាគ្រប់លក្ខណៈមិនចេះតាអានេះក៏លោះពុរតាដែរអត់ទេបបោះព្រះអាហ្នឹងសោតាដល់នេះសោតាគឺសោតាញាណដល់នេះតែមានសោតាញាណត្រូវតែមានពោធិញាណតែមានពោធិញាណត្រូវតែមានចក្ខុញាណយ៉ាងចក្ខុញាណថាព្រះឲ្យឃើញផ្នែកខាងពធមិនមែនចក្ខុមានចក្ខុហើយថាចក្ខុទឹកដល់ចំមើលអីបានមែនទេបានទៅលើពធព្រះបានទៅលើពធផ្នែកទៅលើវិជាពុទ្ធសាសនាវិជាអង្គធម្មមុខរិទ្ធវិជាព្រះសិអាមតីរាជនឹងប្រើបានមិនមែនចិត្តថាចិត្តប្រើបានក្រៅផ្លូវការ
អត់បានទេផ្នែកកម្មធម៌ហ្នឹងថាសោតាបបមៈអាហ្នឹងមួយហើយអញ្ចឹងដល់សក្ទាគានិមៈដល់មៈនេះប្រែហើយគាត់ហ្នឹងអញ្ចឹងអត់ប្រែទៀតទេដូចគ្នាទេដល់ប្រែមិហ្នឹងគឺកាច់ឆាមិហ្នឹងមានចំនួន3ទៅទៀតអញ្ចឹងមិហ្នឹងមានពុទ្ធខាងសរណង្កឆាមិដល់ធម៌ព្រះស្អាតតេរីវិញព្រះស្អាតតេរីសរណង្កឆាមិប្រពេចធម្មចារិសរណង្កឆាមិប្រសង្ឃរិសរណង្កឆាមិនឹងមិមួយដល់មិមួយទៀតហ្នឹងឧកាសវន្ទាមិផន្តេនៅក្នុងវន្ទាឧកាសវន្ទាមិផន្តេប្រកាន់ពេចចៅព្រះស្អាតតេរីហ្នឹងមិមួយទៀតដល់មិមួយទៀតចច្ឆាមិដែលមានខាងតែមួយអ្នកសមាធិរាល់ថ្ងៃអត់មានដឹងថាលើកកច្ឆាមិយ៉ាងម៉េចឥឡូវឧបមាថាសត្រូវនោះជាខាងតែនៅក្នុងខាងតែហ្នឹងមានខណ្ឌ5មានចកៀងមានកំប៉ុងជើងធូបមានការធូបដល់ទៀនឲ្យទៀនផងចកៀងផងធូបផងហើយមានខណ្ឌ5ធូបមួយដុំនិងទៀន5ទៀន9ទៀតមុនតតហើយមានលុយមានបច្ច័យទៀតម៉ៃខ្ញុំដាក់ទៅ500ហើយលុយតែមុន500រួចហើយមានខាងតែមានតំណប់ត្រខាងតែទៀតដាក់អរិញតំណប់នៅខាងក្រោមហ្នឹងរួចហើយសូត្រវន្ទាអញ្ចឹងនេះវាចំនួន3មិញហ្នឹងអញ្ចឹងរាកច្ឆាមិ1ឧកាសវន្ទាមិផន្តេ1ពុទ្ធាងសរណង្កច្ឆាមិ1មកព្រះស្អាតតេរីវិញព្រះស្អាតតេរីសរណង្កច្ឆាមិប្រពេចធម្មចារិសរណង្កច្ឆាមិប្រសង្ឃរិសរណង្កច្ឆាមិហ្នឹងសូមមានចាប់ប៉ុណ្ណឹងចោះនេះគាដល់គានេះអាគាបជារះផ្ទះមន្ត្រីអាគាគេហដ្ឋានគ្រឹះស្ថានសម្រាប់ស្នាក់នៅដល់បជារះផ្ទះតូចផ្ទះជុំផ្ទះធំសម្រាប់ជ្រកកោនរស់នៅដល់មន្ត្រីអាគាគេហដ្ឋានគ្រឹះស្ថានសម្រាប់ស្នាក់នៅដល់ព្រះមហាក្សត្រមានព្រះបរមរាជវាំងប្រាង្គប្រាសាទព្រះកษัត្រិយរាជព្រះដំណាក់រាជសម្រាប់ព្រះអង្គទុំគង់ប្រសើរសន្តយានឹងមាន3គណៈហ្នឹងអញ្ចឹងបណ្ណាព្រះដាក់តាគាមួយម៉ាត់ទេគាត់ថាយើងចេះយល់មិនដឹងទេហ្នឹងតាគាដល់ទានេះគឺទីហ៊ានពេលនេះតែមានទីហ៊ានត្រូវតែមានរាជអាវុធហត្ថត្រូវតែមាននគរបាលអញ្ចឹងថាមានថាឲ្យគូអង្គព្រះមហាក្សត្រមានចិត្តជាទាហានញាក់ប្រយុទ្ធប្រឆាំងការពារអញ្ចឹងអង្គជាញាក់យុទ្ធមានជាបច្ចេកសង្គ្រាមការពារប្រទេសជាតិអញ្ចឹងវិជាមានតាំងពីវិជាទាហានវិជារាជអាវុធហត្ថមានតាំងពីវិជាគ្រប់គ្រងព្រះរាជាណាចក្រអញ្ចឹងវិជាទាហានវិជារាជអាវុធហត្ថវិជានគរបាលត្រូវឲ្យមានវិជាចេះវិជាបើមិនមានចេះវិជាទេការពារប្រទេសជាតិមិនបានខ្មាំងត្រូវមកបៀតបៀនអត់មានវិជាការពារជាតិជាការពារប្រទេសជាតិមិនបានត្រូវតែមានហើយមានសមត្ថភាពជាអ្នកយុទ្ធប្រឆាំងការពារកនោះគឺករុណាព្រះអង្គប្រកាសណាថ្លៃពិសេសម្ចាស់ជីវិតអង្គលើត្បូងអញ្ចឹងថាប្រកាសណាថ្លៃពិសេសម្ចាស់ជីវិតអង្គលើត្បូងថ្លៃតណាដឹងទេថ្លៃនឹងវិជាតុលាការអង្គមានវិជាសង្គ្រោះជួយដល់ជនរងគ្រោះជនទូយកបៀតបៀនរំលោភសិទ្ធិសេរីភាពធ្វើបាបអ្វីគ្រប់បែបយ៉ាងអញ្ចឹងតម្រូវឲ្យព្រះអង្គប្រកាសណាថ្លៃពិសេសនឹងវិជាកាត់ក្តីហ្នឹងណាអង្គការណាថ្លៃពិសេសម្ចាស់ជីវិតអង្គលើត្បូងប្រើវិជាតុលាការវិជាកាត់ក្តីរងយុត្តិធម៌ជួយដល់ជនប្រុសស្រីរងគ្រោះជនទូយកធ្វើបាបជួយជើងថេះក្នុងទូងដៅហូរទឹកភ្នែកតែយំរកព្រះអង្គចាស់អ្នកដ៏ធំគេព្រះមហាក្សត្រហ្នឹងព្រះអង្គប្រកាសណាថ្លៃពិសេសម្ចាស់ជីវិតអង្គលើត្បូងហ្នឹងរកយុត្តិធម៌ឲ្យអញ្ចឹងព្រះអង្គប្រកាសណាថ្លៃពិសេសម្ចាស់ជីវិតអង្គលើត្បូងហ្នឹងមានអាវុធប្រកាន់សម្រិតរាជមានដល់អាវុធប្រកាន់មើលទៀតអញ្ចឹងប្រើ
ប្រោប្រាជ្ញាតុលាការរកខុសរកត្រូវnhưng mà rồi o rồi có tuân tu vô nát việt miền thua ba kế và ông bạc can na phải chân chân thì mình đừng có lừa phố nó tắt đi rồi cho tụi thua oi đòi o trong tâm trứ á còn nâng hỏi bao nhiêu hai tháng và ông bạc can na phải việt tây chắc mình đừng có lừa phố vì say nâng ở đây ta tắt đấy nó vì chia tổ la ca nó ổn na nhưng mà ban nó sạ nó có sạ vô ẩm ngay sạ nó cũng bana sạ karena saya sen cha chỉ vật pol si bông chỉ prama sa nó có miên sạ đây chẳng sạ nó ra ông kia để hiên kia riết cho vốt hát kia cô ba chẳng sạ vào ông nó cái pram như nó cái miên pram à chẳng là nó hại ta sạ còn môi tiết là vua ông miên vua vua nó ăn miên bẹ sạ thế là luyện một bẹ chỉ nhận miên vua từ từ phô sự bật mất tập kho là quay môi nè không nó bảo ông kia nhận miền vua nhưng vua đã ọt miền xã thế còn cái nhận miền xã nó rút quan kia bảo ông hồi giờ mùi tiếng mà bạn mà bảo nai xã vua ông nai ba nên miền ông nai lúc ra tại miền ảo vút đôi chân ảo vút nôm on miền ông nai rít kia nó tiếp tay chắc khang ở cha nó ban đo nơi bạc khăn riêng đôi ngay cả miền bạc khăn riêng tới từ miền pram con riêng từ miền pram con riêng tới từ miền pram làng riêng một tình ngôn bay nữa bạc khăn riêng miền pram đi bằng tu về cha bạc khăn riêng ọt ao sào bòn ba tới ca phá ao phá tại đòn phong sào bòn ọt ao sào bòn đò pram con riêng miền pram đi bằng tu về cha bàព្រះអម្ចាស់ចង់ពាក់ព្រះមកត់វិលោកតាតែព្រះអម្ចាស់មានប្រាជ្ញាឈ្នះអស់មន្ត្រីមួយនគរទៅព្រះអម្ចាស់ពាក់ព្រះមកត់វិបានដល់ព្រះបល្ល័ង្ករាជមានព្រះបន្ទូលវិចារបើព្រះអម្ចាស់ចង់គង់លើព្រះបល្ល័ង្ករាជលោកតាតែព្រះអម្ចាស់មានវិជា3ទី1វិជាតុលាការទី2វិជាបច្ចេកវិទ្យាទី3វិជាគ្រប់គ្រងព្រះរាជាណាចក្រហើយវាជាឲ្យបានចំណាត់ថ្នាក់រាជបណ្ឌិតតុលាការរាជបណ្ឌិតបច្ចេកវិទ្យារាជបណ្ឌិតគ្រប់គ្រងព្រះរាជាណាចក្រទៅព្រះអម្ចាស់គង់លើព្រះបល្ល័ង្ករាជបានមានន័យអញ្ចឹងថាពាក្យថាសក្តិគីមីម្នាក់ប្រែមកចេញមកអញ្ចឹងបានចូលមកដល់អនាគាមីម្នាក់ដល់ណាម្នាក់មីគាតែហើយនៅសល់អាណានេះសល់តែអាណាទេអាណាហ្នឹងបែបបន្ថែមបំពេញពាក្យអាណានេះបន្ថែមមកពាក្យទៀតពាក្យចាក់ដល់អាណាហ្នឹងឥឡូវគេបដូរខ្លះពីពាក្យអាណាចាក់ហ្នឹងមកជាព្រះរាជាណាចក្របែបមកអញ្ចឹងវិញមកជាព្រះរាជាណាចក្រនឹងមកអញ្ចឹងវិញនឹងប៉ុន្តែព្រះដាក់មកថាអាណាគាមិមៈដល់ប្រែមកវិញឃើញទៅជាព្រះរាជាណាចក្រដល់ព្រះនេះថាមាន4ឋានៈទី1ឧបាសកទី2អ្នកសច្ចੰទី3តបោះទី4ព្រះយោគីដល់រាជហ្នឹងអាវុធប្រខណ្ឌរាជដូចនេះតែមានប្រខណ្ឌរាជត្រូវតែមានព្រះមកុដរាជតែមានព្រះមកុដរាជត្រូវតែមានព្រះបល្ល័ង្ករាជដល់ជានេះគឺវិជាអញ្ចឹងប្រែមិនបាច់ជាពេញជាបានដល់នៅសុខភាពល្អកម្លាំងបលាំងមមួនល្អដល់ហ្នឹងបានហៅថាជាសុខភាពល្អហ្នឹងដល់ជាមួយទៀតដែលស្មារតីប្រុសដីល្អមិនថាស្មារតីមិនល្អមិនគ្រប់ឬស្មារតីល្វើល្វាយអូឃើញនេះឃើញនោះឃើញទេផ្ដាឃើញប្រអិនឃើញប្រពំឃើញស្អីណានេះគេអត់យកទេអាហ្នឹងស្មារតីមិនល្អទេចឹងស្មារតីល្អគឺត្រង់ត្រឹមទៅនឹងអត់មានស្អីណាមកចូលទៅវិជ្ជាបាច់ឯណានេះអត់ទេអាហ្នឹងបានហៅថាជានៅក្នុងស្មារតីប្រកដីល្អដល់ជាទី3គឺវិជ្ជាចឹងវិជ្ជាគឺវិជ្ជាព្រះមហាក្សត្រវិជ្ជាព្រះមហាក្សត្រមានចំនួន3វិជ្ជាតុលាការវិជ្ជាបច្ចេកវិទ្យាវិជ្ជាគ្រប់គ្រងព្រះរាជាណាចក្រដល់ណាហ្នឹងណានៅក្នុងករុណា
ករណានោះព្រះអង្គប្រកាសណាថ្លៃវិសេសម្ចាស់ជីវិតទាំងពលលើត្បូងហ្នឹងព្រះអង្គមានវិជាកាត់ក្តីហ្នឹងហើយរិញករណាហ្នឹងឲ្យអស់ព្រះអង្គប្រកាសណាម្ចាស់ជីវិតទាំងពលលើត្បូងអញ្ចឹងព្រះអង្គប្រកាសណាម្ចាស់ជីវិតទាំងពលលើត្បូងព្រះអង្គប្រកាសណាថ្លៃវិសេសករណាថ្លៃវិសេសម្ចាស់ជីវិតអង្គលត្បូងវិសេសនឹងវិជាកាត់ក្តីវិជាតរាការក៏ចាក់ទៅកងចាក់អញ្ចឹងព្រះអង្គទៅហាត់រៀនវិជាបាត់ដៃកងចាក់បើហាត់រៀនវិជាបាត់ដៃកងចាក់អត់បានទេថាអត់បានហាត់រៀនវិជាព្រះពុទ្ធសាសនារកឲ្យឃើញសមាធិបានសមាធិចប់សមាធិបានមិនសមាធិសមាបត្តិបានទេហត់ឃើញទេលោកតាតែរកហាត់រៀនវិជាបាត់ដៃកងចាក់នឹងឲ្យបានព្រីសិនអញ្ចឹងវិជាបាត់ដៃកងចាក់នឹងយ៉ាងម៉េចទេដៃកងចាក់ចេះយ៉ាតាមអង្គនឹងព្រះអង្គប្របានកងចាក់ពង្រៀនហ្មងព្រះអង្គប្របានកងចាក់ឬព្រះអង្គព្រះអរហង្គព័ត៌មានព្រះអរហង្គឬព្រះអង្គគូស្បាមីស្វាតិឆាប់ទុះយដីបងណាឲ្យតាមព្រះអង្គខ្ញុំទៅណាតាមនៅដាវិសេណខ្ញុំតាមវិលចឹងមកវិលចឹងវត់ស្ងោដូចអាប៉ោងចឹងវិលគ្រប់ជុំទៀតវិលគ្រប់ជុំហើយបានពុះធីងយុគស្ងោទីអញ្ចឹងព្រោះថ្ងៃអញ្ចឹងឃើញព្រះអាទិត្យអញ្ចឹងប៉ុន្តែព្រះអាទិត្យនោះពុបវិលរហូតដល់យប់ទៀតដល់យប់ទៀតប្រចាំរះម៉ោងប្រចាំវិលពុបហ្នឹងអញ្ចឹងហាត់ជាបានដៃកងសាក់បានសម័យទៅថាខ្លួនបោកខ្លួនទៅក្នុងដីខែប្រាំងឡងពីងបើសញ្ញាវិលមិនគ្រប់ជុំទេដួលបាក់ដៃបាក់ជើងបាក់កកនឹងមកបាទជាបាក់ដៃកងចាក់អញ្ចឹងបាក់ដៃកងចាក់ឃើញនៅក្នុងភាពយន្តគេលេងទៅថានៅក្នុងទូអង្គចិត្តអាក្រក់ទូអង្គចិត្តគាត់មានកងចាក់ពីយកកងចាក់គ្រប់មែនទេមានកងចាក់ណាឃើញទេកងចាក់មានបារមីផ្លិនងឹតដោយប្រខណ្ឌរាជសរញ្ញានបារមីដោយកៅនី7រស្មីសររញ្ញតរបស់អាចារ្យៈរបស់ព្រះអរិយៈចប់បានជុំដល់អរហត្តមគ្គអញ្ចឹងមគ្គដែលអស់ហើយជុំដល់អរហន្តហ្នឹងប្រែបែកចេញជា3អរហន្តហ្នឹងព្រះថែមព្រះមួយទៀតបានព្រះអរហន្តយ៉ាងព្រះអរហន្តព្រះអរហន្តព្រះអរហន្តព្រះមហាក្សត្រព្រះយោគី3ហ្នឹងចឹងប្រែបែកចេញជា3ព្រះអរហន្តចឹងគឺការរកឃើញសោតាបត្តមគ្គសក្តិគិមគ្គអនាគិមគ្គហើយបានឃើញអរហន្តហ្នឹងព្រះអរហន្តព្រះមហាក្សត្រព្រះយោគីអញ្ចឹងព្រះអរហន្តបានមានធម៌គេសូត្រធម៌នមោតាសៈភគវៈតោអរហតោយ៉ាងអរហតោសម្មាសម្ពុទ្ធស្សៈដល់អ្នកដែលបានសម្រេចរកឃើញអរហត្តវិញនមោតាសៈភគវៈព្រះសង្គមពេកកៅចក្សីហរិចអរហត្តមិនអរហៈទេអរហត្តហ្មងអញ្ចឹងមាននៅក្នុងធម៌អតិទិសោទៀតផងទីតាំងអរហាពីគុណសង្ឃយុតតាំងហ្នឹងមិនទីតាំងអរហាពីគុណសង្ឃយុតតាំងទេទីតាំងព្រះអរហត្តមគ្គវិជាគុណសង្ឃយុតតាំងព្រះស្អាមតេរិចសេរសានមានតញ្ចៈព្រះស្អាមតេរិចអមេហេសង្ការរិចហេអត្តពោទយាមីអញ្ចឹងអរហត្តហ្នឹងអរហត្តអញ្ចឹងព្រះអរហត្តហ្នឹងមានន័យអញ្ចឹងបានដល់ព្រះមហាក្សត្រអញ្ចឹងព្រះមហាក្សត្រហ្នឹងមានន័យថាព្រះឲ្យរៀនវិជាតាំងពីរហូតឃើញសោតាបត្តមគ្គមកម្លេះព្រះមហាក្សត្រហ្នឹងរៀនវិជាព្រះមហាក្សត្រមានចំនួន3ទី1វិជាតុលាការទី2វិជាបច្ចេកទេសទី3វិជាគ្រប់គ្រងប្រាសាទអាណាចក្រហើយវិជាឲ្យបានចំណាត់ថ្នាក់រាជបណ្ឌិតតុលាការរាជបណ្ឌិតបច្ចេកទេសរាជបណ្ឌិតគ្រប់គ្រងប្រាសាទអាណាចក្រនឹងបានថាព្រះមហាក្សត្ររៀនជាព្រះមហាក្សត្រ
ហើយបានទទួលអាវុធទៀតអាវុធប្រខាន់រាជទៀតចឹងប្រខាន់រាជមានព្រះរាជបន្ទូលវិចារព្រះខណ្ឌរាជអត់ឲ្យសាកបងបើត្រូវការប្រើឲ្យប្រើតាមដងប្រងសាកបងអត់ឲ្យសាកបងចឹងបានសពគ្រប់អញ្ចឹងផ្នែកខាងព្រះមហាក្សត្របានមកដល់ព្រះយោគីព្រះអរហន្តព្រះមហាក្សត្រព្រះយោគីដល់ព្រះនឹងវា4ឋានៈដល់ព្រះនឹងឡើង4ឋានៈហ្នឹងឋានៈឧបាសកឋានៈអ្នកសច្ចੰឋានៈតាបោឋានៈព្រះយោគីអ្នក4ផល4នោះតែសង្ខេបមកប៉ុណ្ណឹងបើថាប្រែលំអិតទៅទៀតច្រើនទៅទៀតកុំមានវិចារសង្ខេបប៉ុណ្ណឹងចោះចាពាក់ព័ន្ធនឹងមគ្គ4ផល4នោះលោកគ្រូបានមកត្រាយក៏ដូចជាបញ្យលយ៉ាងក្បោះក្បាយហើយនៅក្នុងហ្នឹងប្រហែលជាមានប្រិយមិត្តបងប្អូនលោកអ្នកទស្សនាហ្នឹងក៏តែជាអាចនឹងមានចម្ងល់ជាច្រើនទៀតពាក់ព័ន្ធទៅនឹងការបកស្រាយរបស់លោកគ្រូផ្ទាល់ជាពិសេសគឺលោកគ្រូបានប្រែសម្រួលឲ្យស៊ីក៏ដូចជាត្រូវទៅនឹងអីដែលជាធម៌របស់ព្រះសិអាមិត្រីរាជតែកន្លងមកគឺក្នុងនាមពុទ្ធសាសនិកឬមួយក៏បងប្អូនអ្នកកាន់ព្រះពុទ្ធសាសនាលោកតែងតែមានការយល់ទៅផ្លូវមួយផ្សេងអញ្ចឹងទៅហើយលោកគ្រូបកស្រាយមកបែបផ្សេងមួយទៀតអញ្ចឹងមកអញ្ចឹងបើសិនជាប្រិយមិត្តបងប្អូនទស្សនាមានមតិឬមួយក៏មានចម្ងល់អីផ្សេងៗអាចទំនាក់ទំនងមកកាន់លោកគ្រូផ្ទាល់បានដើម្បីឲ្យលោកគ្រូធ្វើការបកស្រាយលម្អិតថែមទៀតឲ្យចម្ងល់យ៉ាងណាទាក់ទងទៅនឹងការប្រែសម្រួលខ្លឹមសារបញ្យលពាក្យនៃមួយទៅនឹងមគ្គ4ផល4ដែលស្ដីអំពីសត្តាបនិមគ្គសកទាគាមិមគ្គអនាគាមិមគ្គអរហត្តមគ្គអីហ្នឹងគឺថាអញ្ជើញជួបលោកគ្រូផ្ទាល់បានណាលោកគ្រូណាចាយើងនឹងដាក់នៅលេខទូរស័ព្ទនៅខាងក្រោមដើម្បីធ្វើការទំនាក់ទំនងទៅកាន់លោកគ្រូព្រោះគ្រូបានធ្វើការបកស្រាយហើយនឹងចងក្រងជាសៀវភៅនិពន្ធនៅក្នុងសៀវភៅចំនួន17ក្បាលរួចមកហើយ17ក្បាលរួចមកហើយហើយនឹងមានសៀវភៅធម៌ជាច្រើនទៀតដែលមានការបោះពុម្ពនិងចងក្រងរួចរាល់ជាស្ថាពរចាតាំងពីឆ្នាំ2010ជាងមករហូតដល់2023គឺនៅលើតុនេះស្រាប់ហើយនឹងនៅឯកសារផ្សេងៗដែលមានការដាក់តម្កល់នៅបណ្ណាល័យជាតិដាក់នៅទីកន្លែងផ្សេងៗទៀតជាច្រើនព្រះបរមរាជវាំងចានៅទីកន្លែងណាខ្លះលោកគ្រូអញ្ជើញជំរាបនៅព្រះបរមរាជវាំងនៅរាជបណ្ឌិតជានៅសមាគមអ្នកនិពន្ធខ្មែរនៅក្រសួងវប្បធម៌នៅបណ្ណាល័យជាតិនឹងដាក់ជូនលោកគ្រូវ៉ាសំអាតលោកគ្រូគៀវកុសលដាក់ថ្វាយសម្ដេចម៉ែនសំអននឹងដាក់មកដល់សាលាវិចិត្រជុំសិក្សាវិចិត្រសិល្បៈចាវេទិកានេះក៏ដូចជាវេលានេះគឺថាបានបង្ហាញជាប្រតិបជាបំភ្លឺខ្លះពាក់ព័ន្ធទៅនឹងមគ្គ4ផល4ចាដែលធ្លាប់តែលើកន្លងមកហើយថ្ងៃនេះលោកគ្រូបានបកស្រាយរួចហើយចាអញ្ចឹងឃើញថាតាមរយៈឯកសារទាំងអស់នេះគឺលោកគ្រូបានដាក់បានដាក់គ្រប់កន្លែងទាំងអស់អញ្ចឹងហើយច្រើនកន្លែងមិនថានៅក្នុងប្រទេសខ្មែរក៏ដូចជានៅថៃផងដែរណាលោកគ្រូណាបាទព្រោះថាវិជាបានសម្រេចបានទទួលអាវុធប្រខណ្ឌមានបារមីខណ្ឌរាជសុខខ្មែរខណ្ឌរាជសុខថៃអញ្ចឹងតើតើនៅមគ្គ4ផល4ដែលលោកគ្រូបានបកស្រាយតាំងពីដើមរហូតដល់ពេលនេះគឺបានបញ្ចប់តាមប៉ុណ្ណេះហើយបាទបញ្ចប់ចាសូមគោរពអរគុណលោកគ្រូបាទចាជំរាបលាជំនឿប្រកបដោយបញ្ញា